Manchester United បោះជំហានដ៏ធំក្នុងការដេញថ្លៃចោះតលេខាលើ Sangare ក្រុម Manchester United ត្រូវបានគេរាយការណ៍ថាត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីចោះតលេខាលើខ្សែបម្រើ Mamadou Sangare របស់ក្រុម Lens មុនពេលចូលដល់ទីផ្សារដ៏កីឡាករដៅក្តៅនេះ United ត្រូវបានគេជឿថាកំពុងសម្លឹងមើលការពង្រឹងខ្សែបម្រើក្លឹបនេះបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Atalanta សម្រាប់កីឡាករ Ederson រួចហើយអ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំរួចរាល់សម្រាប់ Ederson ដើម្បីចូលរួមជាមួយ United ក្នុងតម្លៃប្រហែល 35 លានផោនឬ 40.5 លានអឺរ៉ូការផ្ទេរនេះត្រូវបានកំណត់ជាផ្លូវការដើម្បីទទួលបានជោគជ័យបន្ទាប់ពីព្រឹត្តិការណ៍ World Cup បន្ទាប់ពីការកោះហៅដ៏គួរភ្ញាក់ផ្អើលរបស់គាត់ទៅកាន់ក្រុមជម្រើសជាតិប្រេស៊ីលឥឡូវនេះ United ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដោតការយកចិត្តទុកដាក់របស់ពួកគេទៅលើគោលដៅផ្សេងទៀតដោយ Sangare គឺជាម្នាក់ក្នុងចំណោមពួកគេ Sangare បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ Lens ខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 នៅក្នុងតារាងក្របខ័ណ្ឌលីកអងត្រឹមតែ 6 ពិន្ទុប៉ុណ្ណោះនៅពីក្រោយក្រុម Paris Saint-Germain របស់លោក Luis Enrique កីឡាករអន្តរជាតិ Mali រូបនេះបានបង្ហាញខ្លួនចំនួន 29 លើកក្នុងលីកកំពូលសម្រាប់ Lens ដែលរួមចំណែករកបាន 3 គ្រាប់និងបញ្ជូនបាល់លំទៅរួមក្រុមសិបញ្ចូលទីបាន 4 គ្រាប់ Sangare ត្រូវបានចាត់ទុកថាជាខ្សែបម្រើកណ្ដាលដ៏ល្អបំផុតម្នាក់នៅក្នុងបាល់ទាត់បារាំងរបាយការណ៍មុនមួយដែលចុះផ្សាយដោយ The People Person បានចុះផ្សាយថាក្រុមមេសាច់ក្រហមចង់បានកីឡាកររូបនេះដែលក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមជូវិនទូសនិង Chelsea ផងដែរទីបំផុត Real Madrid បញ្ជាក់ពីការវិលត្រឡប់មកវិញរបស់ Mourinhoក្រុម Real Madrid បានបញ្ជាក់ពីការតែងតាំងលោក Jose Mourinho សម្រាប់ការចំណាយពេលលើកទី 2 ដោយផ្ដល់កិច្ចសន្យារយៈពេល 3 ឆ្នាំដល់គ្រូបង្វឹកចាស់ភាសាសញ្ជាតិប៉ូទុយហ្គាល់ដើម្បីដឹកនាំក្លឹបចូលទៅក្នុងរជ្ជកាលថ្មីមួយបន្ទាប់ពីទទួលបានជោគជ័យក្នុងការបោះឆ្នោតប្រធានក្លឹបថ្មីនេះលោក Florentino Perez មិនបានខ្ជះខ្ជាយពេលវេលាក្នុងការបំពេញតាមការសន្យាយុទ្ធនាការដ៏សំខាន់របស់គាត់ដើម្បីនាំបរិះវ័យ 63 ឆ្នាំរូបនេះត្រឡប់មករដ្ឋធានីអេស្ប៉ាញវិញអ្នកចាត់ការចាស់សាររូបនេះបានវិលត្រឡប់មកក្លឹបអេស្ប៉ាញវិញបន្ទាប់ពីរដូវកាលដែលដឹកនាំ Benfica ដែលបានបញ្ជាក់កាលពីថ្ងៃពុធថា Madrid មានឆន្ទៈក្នុងការបង់ប្រាក់សំណងចំនួន 15 លានអឺរ៉ូដើម្បីដោះលែងគាត់ពីកិច្ចសន្យារបស់គាត់នៅក្នុងប្រទេសប៉ូទុយហ្គាល់ Real ក៏បានបង្ហាញពីការបរិច្ឆេទចាប់ផ្ដើមជាផ្លូវការរបស់ Mourinho ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមប្រឹក្សាភិបាលនៃ Real Madrid CF ដែលបានជួបប្រជុំគ្នានៅថ្ងៃនេះថ្ងៃប្រហោះទី 11 ខែមិថុនានឹងដឹកនាំដោយលោក Florentino Perez បានយល់ព្រមតែងតាំងលោក Jose Mourinho ជាគ្រូបង្វឹកក្រុមដំបូងសម្រាប់រដូវកាល 3 បន្ទាប់រហូតដល់ថ្ងៃទី 30 ខែមិថុនាឆ្នាំ 2029 Jose Mourinho នឹងចូលរួមជាមួយ Real Madrid នៅថ្ងៃទី 13 ខែកក្កដាដែលជាថ្ងៃដែលការប្រកួតមុនបាល់រដូវកាលនឹងចាប់ផ្ដើម Perez ប្រធានក្លឹប Real Madrid បានធ្វើការនាំយក Mourinho មកវិញដែលបានចាក់ចែងពីក្លឹបក្នុងឆ្នាំ 2013 គឺជាការសន្យាមួយក្នុងការជាប់ឆ្នោតឡើងវិញរបស់គាត់មុនពេលគាត់ទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្លឹបកាលពីចុងសប្តាហ៍មុនកីឡាករអាល្លឺម៉ង់នឹងចំណាយសម្រាប់អ្នកគាំទ្រ 600 នាក់ដើម្បីធ្វើដំណើរទៅមើលការប្រកួតកីឡាករក្រុមជម្រើសជាតិអាល្លឺម៉ង់នឹងចំណាយសម្រាប់អ្នកគាំទ្រ 600 នាក់របស់ប្រទេសនេះដើម្បីធ្វើដំណើរតាមឡានក្រុងទៅកាន់ការប្រកួតវគ្គផ្ដាច់ព្រាត់នៃពូល World Cup របស់ពួកគេចំពេលមានការរិះគន់អំពីការចំណាយដឹកជញ្ជូនខ្ពស់នៅក្នុងការប្រកួតសម្បត្តិរថភ្លើងដែលជាធម្មតាមានតម្លៃ $12.90 ឬ $9.50 ផោនពីកណ្ដាលទីក្រុង New York ទៅកាន់ពហុកីឡដ្ឋាន Midline ដែលនៅក្បែរនោះក្នុងរដ្ឋ New Jersey ជាកន្លែងដែលអាល្លឺម៉ង់នឹងប្រកួតជាមួយ ក្នុងការប្រកួត Pool E ចុងក្រោយនៅថ្ងៃទី 25 ខែមិថុនាត្រូវបានដំឡើងដល់ $150 សម្រាប់ការប្រកួតមុនពេលត្រូវបានកាត់បន្ថយមកត្រឹម $98 តម្លៃសម្បត្តិឡានក្រុង Shuttle ដែលដំបូងឡើយមានតម្លៃ $80 ដើម្បីធ្វើដំណើរស្រដៀងគ្នាត្រូវបានទម្លាក់មកត្រឹម $20 អភិបាលរដ្ឋ New Jersey បាននិយាយថាតម្លៃនៃការឡើងខ្ពស់គឺដោយសារតែ FIFA បានបដិសេធមិនឧបត្ថម្ភធនធានដល់ការចំណាយដឹកជញ្ជូនសហព័ន្ធបាល់ទាត់អាល្លឺម៉ង់បាននិយាយថាដោយសារតែការចំណាយខ្ពស់នៃការធ្វើដំណើរតាមឡានក្រុងនិងរថភ្លើងនៅទីក្រុង New York ក្នុងអំឡុងពេល World Cup កីឡាករក្រុមជម្រើសជាតិអាល្លឺម៉ង់បានរៀបចំការដឹកជញ្ជូនដែលឥតគិតថ្លៃទៅកាន់ការប្រកួតចុងក្រោយនៃពូលសម្រាប់អ្នកគាំទ្រ 600 នាក់ប្រធានក្រុម Joshua Kimmich និងមិត្តរួមក្រុមរបស់គាត់កំពុងចេញថ្លៃឡានក្រុងដើម្បីដឹកអ្នកគាំទ្រពីទីក្រុង New York ទៅកាន់កីឡដ្ឋាននៅរដ្ឋ New Jersey សម្រាប់ការប្រកួតជាមួយក្រុម Ecuador
PSG ចាប់ផ្ដើមពិភាក្សាដើម្បីដណ្ដើមយកគោលដៅផ្ទេរ80លានផោនពី Manchester United យោងតាមរបាយការណ៍នៅប្រទេសបារាំង ក្លឹប Paris Saint-Germain បានចាប់ផ្ដើមពិភាក្សាជាមួយក្លឹប West Ham ដើម្បីចោទលេខាលើកីឡាករ Matheus Fernandes មុនក្រុម Manchester United បន្ទាប់ពីរដូវកាលដ៏គួរឲ្យចាប់អារម្មណ៍ជាមួយ West Ham Fernandes ត្រូវបានគេរំពឹងថានឹងត្រូវបានលក់នៅក្នុងទីផ្សាររដូវកីឡាករដូវក្តៅបន្ទាប់ពីក្លឹបត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League United បានធ្វើវិធីសាស្ត្រមួយដើម្បីចោទលេខាលើ Fernandes រួចហើយដោយ West Ham ចង់បានថ្លៃសេវា80លានផោនសម្រាប់កីឡាករវ័យ21ឆ្នាំ Fernandes ក៏ទទួលបានការចាប់អារម្មណ៍ពីក្រុម Real Madrid ផងដែរដោយលោក Jose Mourinho បានកំណត់អត្តសញ្ញាណខ្សែបម្រើរូបនេះថាជាកីឡាករដែលមានសក្តានុពលក្នុងការកែលម្អខ្សែបម្រើរបស់គាត់យោងតាម Foot Mercato PSG ឥឡូវនេះបានធ្វើការផ្លាស់ប្ដូរដើម្បីចោទលេខាលើ Fernandes ខណៈដែលពួកគេបានបើកការពិភាក្សាជាមួយ West Ham លើកិច្ចព្រមព្រៀងទ្វេភាគីដែលក៏ពាក់ព័ន្ធនឹងខ្សែបម្រើស្លាប់ហូឡង់ Crescencio Summerville ផងដែររបាយការណ៍នេះអះអាងថា West Ham បានទាមទារថ្លៃសេវាផ្ទេរ130លានអឺរ៉ូឬ112លានផោនពីម្ចាស់ជើងឯក Champions League សម្រាប់ទាំង Summerville និង Fernandes អ្នកចាំទីប្រេស៊ីល Alisson យើងរួចរាល់ហើយមុនពេលការប្រកួតដ៏សំខាន់ជាមួយម៉ារ៉ុកអ្នកចាំទីក្រុមជម្រើសជាតិប្រេស៊ីល Alisson Becker បាននិយាយកាលពីថ្ងៃប្រហ័សថាប្រទេសរបស់គាត់មិនមែនជាក្រុមដែលមានសង្ឃឹមឈ្នះពានរង្វាន់ World Cup ទេប៉ុន្តែបានបន្ថែមថាគ្មានអត្ថប្រយោជន៍ណាមួយក្នុងការត្រូវបានរំពឹងថានឹងលើកពានរង្វាន់នោះទេហើយគាត់នៅតែមានទំនុកចិត្តលើឱកាសរបស់ក្រុមគាត់ Alisson របស់ក្រុម Liverpool ដែលមានរបួសជាបន្តបន្ទាប់នាពេលថ្មីនេះបានប្រាប់សន្និសីទសារព័ត៌មាននៅសន្តាគារប្រេស៊ីលក្នុងរដ្ឋ New Jersey ថាគាត់មានសុខភាពល្អ 100% ដើម្បីលេងក្នុងព្រឹត្តិការណ៍World Cup លើកទី3របស់គាត់ឆ្លើយសំណួរអំពីស្ថានភាពរបស់ប្រេស៊ីលខណៈដែលក្រុមផ្សេងទៀតដូចជាបារាំងនិងជើងឯកបច្ចុប្បន្នអាហ្សង់ទីនត្រូវបានគេមើលឃើញថាមានការត្រៀមខ្លួនល្អជាងកីឡាករវ័យ33ឆ្នាំរូបនេះបាននិយាយថាការស្ថិតក្នុងចំណោមក្រុមដែលមានសង្ឃឹមឈ្នះមិនមែនជាការធានាសម្រាប់នរណាម្នាក់ឡើយហើយបន្ថែមសម្ពាធលើក្រុមគាត់បាននិយាយដែលបន្ថែមថាបរិយាកាសគឺល្អបន្ទាប់ពីបញ្ហាដែលប្រេស៊ីលបានជួបប្រទះក្នុងកំឡុងពេលជម្រុះអាមេរិកខាងត្បូងគាត់បានបញ្ជាក់ថាអ្វីដែលសំខាន់គឺស្ថានភាពដែលអ្នកស្ថិតនៅក្នុងការប្រកួតដំបូងយើងរួចរាល់ហើយពួកគេបានឡើងទៅវគ្គបន្តនៅលេខរៀងទី5នៅពីក្រោយអាហ្សង់ទីន អេក្វាដ័រ កូឡុំប៊ីនិងអ៊ុយរ៉ុហ្គាយដែលបានតែងតាំងលោកកាឡុនសេឡេទីសញ្ជាតិអ៊ីតាលីគ្រូបង្វឹកមុនការប្រកួតពីលើកចុងក្រោយនៅពេលដែលពួកគេឈ្នះ1និងចាញ់1 Alisson បាននិយាយថាច្រើនឆ្នាំចុងក្រោយនេះពិតជាលំបាកណាស់យើងមានអារម្មណ៍យ៉ាងជ្រាលជ្រៅប៉ុន្តែអ្វីៗបានចាប់ផ្ដើមប្រសើរឡើងនៅពេលដែល Ancelotti មកដល់ប្រធានក្រុមជប៉ុន Endo ត្រូវបានដកចេញពី World Cup និងចូលនិវត្តន៍ពីការប្រកួតអន្តរជាតិប្រធានក្រុមជប៉ុនកីឡាករ Wataru Endo ត្រូវបានដកចេញពីព្រឹត្តិការណ៍ World Cup ដោយសាររបួសហើយបានប្រកាសចូលនិវត្តន៍ពីការប្រកួតអន្តរជាតិរបស់គាត់នៅថ្ងៃប្រហ័ស3ថ្ងៃមុនពេលការប្រកួតបាក់ឆាតរបស់ក្រុមគាត់ទល់នឹងក្រុមជម្រើសជាតិហូឡង់ខ្សែបម្រើក្រុម Liverpool រូបនេះបានដកខ្លួនចេញពីការប្រកួតបន្ទាប់ពីមិនអាចជាសះស្បើយពីរបួសជើងហើយត្រូវបានជំនួសដោយកីឡាករ Shuto Machino របស់ក្រុម Borussia Mönchengladbach ក្នុងក្រុមជប៉ុន Endo អាយុ33ឆ្នាំរូបនេះបាននិយាយនៅលើបណ្ដាញសង្គមថាគាត់មានការខកចិត្តដែលមិនអាចលេងបានប៉ុន្តែបានគាំទ្រក្រុមរបស់គាត់ឲ្យបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុង Pool F ដែលពួកគេប្រឈមមុខនឹងហូឡង់ ទុយនេស៊ីនិងស៊ុយអែតគាត់បានសរសេរនៅលើគណនី X ថាពិតជានឹងមានពេលវេលាមួយនៅពេលអនាគតនៅពេលដែលជប៉ុនឈ្នះព្រឹត្តិការណ៍ World Cup ដូច្នេះសូមឲ្យយើងជឿជាក់លើរឿងនោះហើយគាំទ្រក្រុមចូលយើងនាំនៅកម្លាំងរបស់ជប៉ុនមកជាមួយគ្នាដើម្បីឲ្យពេលវេលានោះអាចកើតឡើងនៅក្នុងការប្រកួតនេះនៅអាមេរិកខាងជើងខ្ញុំបានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិចាប់ពីពេលនេះតទៅខ្ញុំនឹងគាំទ្រជប៉ុនក្នុងនាមជាអ្នកគាំទ្រម្នាក់ទៀតគូរំលឹកផងដែរថា Endo បានរងរបួសជើងពេលលេងឲ្យ Liverpool ទល់នឹងក្រុម Sunderland កាលពីខែកុម្ភៈប៉ុន្តែបានវិលត្រឡប់មកវិញសម្រាប់ក្រុមជប៉ុនក្នុងជ័យជំនះ 1-0 លើអ៊ីស្លង់ក្នុងការប្រកួតមិត្តភាពនៅទីក្រុង Tokyo នៅថ្ងៃទី31 ខែឧសភា Real Madrid របស់ Mourinho ជិតឈានដល់កិច្ចព្រមព្រៀងជាមួយ Bernardo Silva កីឡាករអន្តរជាតិប៉ូទុយហ្គាល់ Bernardo Silva អាចនឹងមានការជួបជុំគ្នាដ៏អស្ចារ្យជាមួយលោក Jose Mourinho នៅក្លឹប Real Madrid បន្ទាប់ពីក្លឹបយ៉ាអេស្ប៉ាញត្រូវបានគេរាយការណ៍ថាមានភាពជឿនលឿនក្នុងការចរចាដើម្បីចោទលេខាលើខ្សែបម្រើរូបនេះដោយឥតគិតថ្លៃនៅរដូវក្តៅនេះ Bernardo ផុសកិច្ចសន្យាបន្ទាប់ពីបញ្ចប់កិច្ចសន្យារយៈពេល9ឆ្នាំនៅប្រទេសអង់គ្លេសជាមួយក្លឹប Manchester City ដែលធ្វើឲ្យគាត់ក្លាយជាកីឡាករគ្មានតម្លៃខ្លួនដ៏លេចធ្លោនៅលើទីផ្សារនៅរដូវក្តៅនេះក្លឹបដូចជា Barcelona
Barcelona Atletico Madrid និង Juventus ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងថាជាគោលដៅដែលអាចធ្វើទៅបានគណៈដែល Bernardo ក៏ទាក់ទាញចំណាប់អារម្មណ៍ពីប្រទេសទួរគីនិងប្រេស៊ីលផងដែរទោះជាយ៉ាងណាក៏ដោយការមកដល់របស់ Mourinho នៅ Real Madrid អាចបង្ហាញថាមានសារៈសំខាន់ក្នុងការសម្រេចចិត្តអនាគតរបស់ Bernardo យោងតាមអ្នកកាសែតល្បីឈ្មោះលោក Fabrizio Romano Real Madrid កំពុងស្ថិតក្នុងការចរចាកម្រិតខ្ពស់ដើម្បីចុះទៅលេខាជាមួយ Bernardo Silva គិតត្រឹម24ម៉ោងកន្លងមកដែលមានបំណងបញ្ចប់កិច្ចព្រមព្រៀងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានសម្រាប់កីឡាករវ័យ31ឆ្នាំរូបនេះគួរក៏សម្គាល់ថាអ្នកកាសែតអ៊ីតាលី Romano ត្រូវបានគេជឿថាមានទំនាក់ទំនងល្អជាមួយភ្នាក់ងាររបស់ Bernardo គឺលោក Jorge Mendesអាតាននឹងធ្វើជាអាជ្ញាកណ្ដាលក្នុងពាន UEFA Super Cup បន្ទាប់ពីបាត់បង់តួនាទីក្នុងពាន World Cup អាជ្ញាកណ្ដាលសញ្ជាតិសូម៉ាលីលោក Omar Atan ដែលត្រូវបានបដិសេធមិនឲ្យចូលសហរដ្ឋអាមេរិកដើម្បីធ្វើជាអាជ្ញាកណ្ដាលក្នុងព្រឹត្តិការណ៍ World Cup ត្រូវបានជ្រើសរើសឲ្យដឹកនាំការប្រកួតពានរង្វាន់ UEFA Super Cup រវាងក្រុម Paris Saint-Germain និង Aston Villa ការប្រកួតរវាងក្រុមជើងឯក Champions League PSG និង Aston Villa ដែលជាជើងឯក Europa League ត្រូវបានគ្រោងនឹងធ្វើឡើងនៅថ្ងៃទី12ខែសីហានៅទីក្រុង Salzburg ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបបាននិយាយថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការពិភាក្សាជាមួយសហព័ន្ធបាល់ទាត់អាហ្វ្រិក CAF លោក Alexander Seferin ប្រធាន UEFA បានមានប្រសាសន៍ថាលោក Omar Atan គឺជាអាជ្ញាកណ្ដាលវ័យក្មេងដ៏ល្អឥតខ្ចោះប៉ុន្តែមានបទពិសោធន៍រួចហើយដែលបានបង្ហាញឲ្យឃើញពីសមត្ថភាពរបស់ខ្លួននៅក្នុងកម្រិតប្រកួតប្រជែងខ្ពស់បំផុតនៃសហព័ន្ធបាល់ទាត់អាហ្វ្រិកបាល់ទាត់ត្រូវបានបង្កើតឡើងដើម្បីភ្ជាប់ទំនាក់ទំនងមនុស្សហើយ UEFA ចង់បង្ហាញការគោរពរបស់ខ្លួនចំពោះអូម៉ានិងជំនាញកាត់ក្តីដ៏លេចធ្លោរបស់គាត់ដែលធ្វើឲ្យគាត់ទទួលបានការជ្រើសរើសដ៏មានកិត្យានុភាពបែបនេះអាតានដែលជាអាជ្ញាកណ្ដាលបរិះឆ្នាំប្រចាំឆ្នាំ2025របស់ CAF ដែលស្ថិតនៅក្នុងបញ្ជីអន្តរជាតិរបស់ FIFA ចាប់តាំងពីឆ្នាំ2018ត្រូវបានកំណត់ឲ្យក្លាយជាជនជាតិសូម៉ាលីដំបូងគេដែលបានកាត់ក្តីនៅជុំចុងក្រោយនៃពាន World Cup សូមអរគុណសម្រាប់ការទស្សនាសូមជម្រាបលា